បបសត្រីងៀតគឺជាមុខម្ហូបដែលខ្ញុំតែងតែនឹកឃើញនៅពេលដែលខ្ញុំអត់ស្រួលខ្លួនណាញ៉ាំហើយគឺស្វាងចេះហ្មងបបានត្រីងៀតជាត្រេងដែរស្រួយហិលផ្អែមប្រៃអីហ្នឹងញ៉ាំមួយបបមកគឺដឹងតែស្វាងហ្មងហើយសម្រាប់ត្រីងៀតខ្ញុំជ្រើសទិញតែពីសិប្បកម្ម Spotlight Food ទេអ្នកគ្នាមើលបានហេតុអីបើខ្ញុំទិញពីខាងហ្នឹងដោយសារតែការវិខ្ចប់របស់គាត់ទៅមើលមកគឺអនាម័យជាតិវិញក៏ឆ្ងាញ់ដែរទិញត្រីងៀតទៅភ័យខ្លាចតែប្រៃពេកផ្អែមពេកមិនអត់តែទិញពីខាងគាត់ឆ្ងាញ់រសជាតិគឺញ៉ាំហើយជក់មាត់ហ្មងអ្នកគ្នាញ៉ាំមួយបាយក៏ឆ្ងាញ់មួយអំបិលក៏ឆ្ងាញ់ដែរបើសាច់ត្រីវិញណាស្រស់បើអ្នកគ្នាយកទៅចៀនឬក៏អាំងតាមមួយផ្លែនេះឆ្អិនហើយបើដាក់ចៀនអ្នកគ្នាដាក់ភ្លើងវាតិចបានណាកុំដាក់ខ្លាំងព្រោះវាឆាប់ឆ្អិនត្រីងៀតពីខាងសិប្បកម្ម Spotlight Food ទៅគឺមានច្រើនប្រភេទមែនតើពីខាងគាត់ទៅគឺមានស្តង់ដារអនាម័យទទួលបានវិញ្ញាបនបត្រទទួលស្គាល់ពីក្រសួងពាណិជ្ជកម្មនិងស្តង់ដារសុវត្ថិភាពចំណីអាហារទៀតផងដែលមានទីតាំងផលិតច្បាស់លាស់គឺស្ថិតនៅក្នុងខេត្តសៀមរាបនេះផ្ទាល់តែម្ដងបើសិនជាបងប្អូនចាប់អារម្មណ៍អាចរកទិញបានតាមเพจដែលខ្ញុំបានដាក់ខាងលើនិងបងប្អូនអាចទិញតាមផ្សារទំនើប Lucky ដែលនៅជិតលោកអ្នកបំផុតមានត្រីងៀតនៅទេស្រួលណាស់អ្នកគ្នាចង់ញ៉ាំពេលណាដកយកមកចៀនពេលហ្នឹងមកអត់ចំណាយពេលយូរចំណេញពេលហើយបានញ៉ាំរបស់ល្អទៀតសាកញ៉ាំមកអ្នកគ្នាអត់ខកបំណងទេ